ខានស្លការីញ៉ាំរៀងយូរដែរបងប្អូនថ្ងៃនេះយើងមកស្លការីញ៉ាំម្ដងណាតែខ្ញុំមកស្លការីម្ដងមួយឆ្នាំងធំចឹងហ្មងថ្ងៃនេះខ្ញុំស្លការីជាមួយសាច់មាន់បងប្អូនហើយមួយឆ្នាំងនេះសាច់មាន់5គីឡូស្លការីនេះមួយហើយទុកចិត្តលើខ្ញុំមកតានីឲ្យថាដិតគ្រឿងឈ្ងុយខ្ទិះស្លការីរបស់ខ្ញុំនេះអត់សូវសម្បូរបន្លែទេបងប្អូនខ្ញុំប្រើបន្លែតិចតួចទេម្ទេសឆ្អើក៏ក្លុកខ្លួនឯងគ្រឿងក៏ក្លុកខ្លួនឯងបើសម្រាប់សាច់មាន់វិញខ្ញុំប្រើសាច់មាន់សុតហ្មងបងប្អូនអត់ប្រើសាច់មាន់ជាប់ឆ្អឹងទេណាគ្រឿងដែលយើងក្លុករួចហ្នឹងមានដូចជាគល់ខៃម្ទេសល្មៀតល្គុយសើចហ្នឹងយើងក្លុកវាឲ្យម៉ត់ខៃល្អទៅចាំយើងយកវាមកលីងឲ្យឡើងឈ្ងុយដោយសារខ្ញុំក្លុកគ្រឿងហ្នឹងជាមួយទឹកអញ្ចឹងហើយខ្ញុំត្រូវលីងវាឲ្យដាច់ទឹកសិនបងប្អូនបន្ទាប់ពីគ្រឿងហ្នឹងដាច់ទឹកឈ្ងុយគ្រឿងហើយយើងបន្ថែមវាជាមួយម្ទេសឆ្អើក្លុកទៅបន្ថែមទៀតជំនាន់មុនណាស្លការីយូរជាងគេយូរនឹងចាំម្ទេសឲ្យម៉ត់ណាបងប្អូនតែឥឡូវនេះមានតែពិបាកអីដល់ពេលត្រាំវាទៅរីកហើយយកវាទៅក្លុកនោះមិនសិនទៅម៉ត់ខៃហ្មងដូចក្នុងវីដេអូហ្នឹងអញ្ចឹងបន្ទាប់ពីឆាម្ទេសជាមួយគ្រឿងហើយយើងចាប់ផ្ដើមដាក់កាពិចូលម្ដងសម្រាប់កាពិនេះដែរខ្ញុំប្រើចំនួន2ខាំដោយសារខ្ញុំស្លការីរឿងច្រើនដែរយើងឆាកាពិជាមួយគ្រឿងជាមួយម្ទេសហ្នឹងឲ្យឡើងឈ្ងុយទៅបងប្អូនយើងសកាត់វាឲ្យបែកសពចូលគ្នាទៅណាចាំយើងដាក់សាច់មាន់របស់យើងចូលទៅស្លការីរបស់ខ្ញុំនេះធ្វើមកសបកទេបងប្អូនរួចបាត់ហើយដោយសារសាច់មាន់របស់ខ្ញុំនោះវាផុយស្រាប់ហើយវាសិតតែសាច់សុតចឹងណាបាច់ប្រើពេលរងាស់វាបន្តមកទៀតខ្ញុំបន្ថែមវាជាមួយម្សៅការី2កញ្ចប់ទៀតណាបងប្អូនម្សៅការីខ្ញុំធ្លាប់ប្រើរបស់ហ្នឹងតាំងពីដើមហ្មងតែបើសិនជាមានរបស់ខ្មែរណាប្រើទៅឈ្ងុយល្អសូមបងប្អូនជួយណែនាំផងណាបន្តមកទៀតបន្ថែមវាជាមួយអំបិលស្ករប៊ីចេងម្សៅស៊ុបហើយនឹងទឹកដោះគោខាប់បងប្អូនយើងកូរគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាទៅបងប្អូនយើងកូរឲ្យលឿនណាកុំឲ្យវាខ្លោចបាតណាយើងរងាស់គ្រឿងជាមួយសាច់ហ្នឹងបងប្អូនរងាស់ឲ្យវាងុំចូលគ្នាឲ្យវាឡើងឈ្ងុយចាំយើងបន្ថែមវាជាមួយបន្លែចូលសម្រាប់បន្លែខ្ញុំ recommend បងប្អូនសម្រាប់ដលងជ្វាការ៉ុតនេះហ្មងបងប្អូនដោយសារដលងជ្វាការ៉ុតហ្នឹងពេលដាក់នៅក្នុងស្លការីទៅគឺវាស៊ីគ្នាមែនតែនហ្មងហើយឆ្ងាញ់មែនតែនហ្មងយើងកូរគ្រឿងកូរបន្លែកូរសាច់ឲ្យសព្វចូលគ្នាទៅបងប្អូនមើលទៅបន្លែសាច់ហើយនឹងគ្រឿងហ្នឹងវារៀងងុំចូលគ្នារៀងចេញទឹកតិចៗហើយបងប្អូនចាប់ផ្ដើមបន្ថែមវាជាមួយខ្ទិះទៅចុងក្រោយគេតែបងប្អូនពេលកូរត្រូវប្រយ័ត្នវាខ្លោចបាតណាបងប្អូនស្លការីមួយឆ្នាំងនេះខ្ញុំប្រើខ្ទិះដូងចំនួន1គីឡូបងប្អូនសម្រាប់ទឹកខ្ញុំបន្ថែមវាទៅបន្តិចទៀតទេបងប្អូនដោយសារស្លការីខ្ញុំអត់សូវលោបទឹកហ្មងទេតែយើងស្លលោបទឹកពេកស្លឆ្ងាញ់ទេបងប្អូនស្លអីក៏ដោយតែនេះសម្រាប់ខ្ញុំណាគីឡូថាបងប្អូនស្លនៅតាមផ្ទះបងប្អូនចូលចិត្តដាក់ទឹកច្រើនទុកហត់អីចឹងអាហ្នឹងតាមចិត្តបងប្អូនចឹងណាយើងកូរស្លការីរបស់យើងឲ្យសព្វចូលគ្នាទៅបងប្អូនទីចុងក្រោយយើងរងចាំឲ្យវាពុះគឺរួចរាល់ជាការស្រេចបងប្អូនអត់ត្រូវការរំងាស់អីច្រើនទេមុនហ្នឹងខ្ញុំប្រើខ្ទិះចុងបងប្អូនពេលដែលវាពុះរួចហើយបាទខ្ញុំចាក់ខ្ទិះដើមទៅចុងក្រោយគេហ្មងដោយសារខ្ញុំចង់បានឲ្យខ្ទិះវាឈ្ងុយងុំល្អចឹងណាខ្ញុំអត់រំងាស់វាយូរទេបងប្អូនដោយសាររំងាស់វាយូរទៅស្លការីរបស់យើងវាអាចឡើងប្រេងចឹងណាសម្រាប់បន្លែដែលត្រូវញ៉ាំមួយស្លការីខ្ញុំប្រើទៅសក់ស្ពេចក្តោបពេលនឹងជីបន្តិចទេបងប្អូនដោយសារនៅក្នុងស្លការីក៏វាមានបន្លែច្រើនហើយដែរតែអាហ្នឹងវាស៊ីសងលើបងប្អូនចំណូលចិត្តអីបងប្អូនអាចបន្ថែមបានខ្លួនឯងចឹងទៅស្លការីឆ្ងាញ់មិនឆ្ងាញ់បងប្អូនមើលតែពណ៌ទៅដឹងហើយបងប្អូនមើលស្លការីរបស់ខ្ញុំមកពណ៌ស្អាតមែនតែនហ្មងហើយមិនស្អាតតែពណ៌ណារសជាតិក៏ឆ្ងាញ់ដែរបងប្អូនឲ្យអួយហ្មងវគ្គដំបូងនេះខ្ញុំញ៉ាំជាមួយនំបញ្ចុកសិនបងប្អូនវគ្គទី2បាទខ្ញុំញ៉ាំជាមួយនំប៉័ងបើវគ្គញ៉ាំមួយនំប៉័ងនេះកាន់តែឆ្ងាញ់ទៀតគ្រាន់បានថតឲ្យបងប្អូនមើលដោយសារខ្ញុំយកនំប៉័ងហ្នឹងទៅអាំងនៅក្នុងម៉ាស៊ីន oven ហ្នឹងសិនហើយដល់ពេលយកមកញ៉ាំជាមួយការីទៅអូយស្រួយសឹបឆ្ងាញ់ហើយនឹងការីយើងឆ្ងាញ់ទៀតកប់សេរីហ្មងវីដេអូស្លការីបានចប់ហើយបងប្អូនដែលពេញចិត្តវីដេអូនេះកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ